bàiទឹកthom đá ở miền xa thiệt hydrogen ở trong nâng con tạt đọc thom đá ba ngày nít trong trăng bằng hai nhầm piផលិតផលថ្មី សម្រាប់វីដេអូថ្ងៃនេះបើសិនជាបងប្អូនទស្សនាដល់ចប់នឹងមានអ្វីដែលពិសេសហើយចំណេញដល់បងប្អូនច្រើនមែនតើ gas ទឹកជួយទាំងសុខភាពរថយន្តបងប្អូនជួយទាំងសន្សំសំចៃបងប្អូនហើយថ្ងៃនេះ gas ទឹកក៏មានអ្វីដែលពិសេសសម្រាប់ជួយដល់សុខភាពបងប្អូនផ្ទាល់អ្នកបើកបររថយន្តផងដែរហើយអ្នកដែលមិនបើកបររថយន្តក៏អាចជួយបានដូចគ្នាសម្រាប់វីដេអូថ្ងៃនេះបើសិនជាបងប្អូនទស្សនាដល់ចប់នឹងមានអ្វីដែលពិសេសហើយចំណេញដល់បងប្អូនច្រើនមែនតើអញ្ចឹងបងប្អូនជម្រាបសួរបងប្អូនទាំងអស់គ្នាហើយក៏ជម្រាបសួរបងវាសនាថ្ងៃនេះខ្ញុំមកជួបបងវាសនាដែលជាស្ថាបនិក gas ទឹកផ្ទាល់គាត់មាន product ថ្មីគាត់មានអ្វីថ្មីចែកជូនបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំគិតយកសូមជម្រាបសួរបងប្អូនដែលកំពុងតាមដានទស្សនាបាទថ្ងៃនេះខ្ញុំចង់បង្ហាញអំពីផលិតផលថ្មីដែលជួយដល់សុខភាពបាទពីព្រោះសុខភាពមនុស្សយើងគឺសំខាន់ជាងអ្វីៗទាំងអស់បាទមានសុខភាពគឺមានអ្វីៗទាំងអស់បាទត្រូវបងអញ្ចឹងនៅពេលដែលយើងធ្វើការសិក្សានៅប្រទេសផ្នែកអឺរ៉ុបបាទប៉ែកអឺរ៉ុបបាទក៏ដូចជានៅសហរដ្ឋអាមេរិកបាទគឺគេបានផលិតនៅដបមួយយ៉ាងដែលយើងហៅថាដបទឹកអ៊ីដ្រូសែនបាទអញ្ចឹងការពិសាទឹកជាទូទៅយើងពិសាទឹកធម្មតាបាទអត់មានបំបែកជាអ៊ីដ្រូសែនទេបាទអញ្ចឹងអ្នកវិទ្យាសាស្ត្រគេបានរកឃើញអញ្ចឹងដបទឹកនេះគឺអាចបំបែកអ៊ីដ្រូសែនបំបែកទឹកធម្មតាឲ្យមានសារធាតុអ៊ីដ្រូសែននៅក្នុងហ្នឹងគ្រាន់តែដបធម្មតាណាបាទដបសុំកាន់តិចបងដូចជាអត់មានអីប្លែកទេបងឥឡូវបងអាចប្រាប់បងអូនបន្ថែមមកថែមអីបានវាទៅចេញអ៊ីដ្រូសែនមានដាក់ម្សៅដាក់អីអត់ទេអត់បងអត់មានដាក់សារធាតុអីទេអត់មានសារធាតុអីទេគឺយើងចាក់ទឹកធម្មតាចូលទៅទឹកបរិសុទ្ធយើងហ្នឹងណាហើយយើងចុចប៊ូតុងនេះដើម្បីឲ្យគេហៅថាអគ្គិសនីបាទវាបំបែកទឹកហ្នឹងឲ្យមានធាតុ molecule hydrogen ច្រើនជាងមុនបាទបងបាទហើយ molecule hydrogen គឺវាជួយដល់សុខភាពមនុស្សបានច្រើនជួយបានអីខ្លះបងបាទទី1គឺវាជួយកាត់បន្ថយ stress កាត់បន្ថយ បាទកាត់បន្ថយ stress ដោយសារបច្ចុប្បន្នមនុស្សយើង stress ច្រើនមិនអញ្ចឹងយើងញ៉ាំទឹកដែលមានបំបែក molecule hydrogen នេះគឺយើងជួយកាត់បន្ថយ stress បានច្រើនជាពិសេសខ្ញុំអ្នកប្រើផ្ទាល់បាទខ្ញុំមុននឹងមកធ្វើបទបង្ហាញគឺខ្ញុំបានសាកល្បងប្រើហើយនឹងស្រាវជ្រាវទៅដល់សពគេហើយបាទគឺវាពិតជាបានទទួលលទ្ធផលអញ្ចឹងណាបាទអញ្ចឹងទី2វាជួយដល់សុខភាពបេះដូងបាទធ្វើឲ្យបេះដូងយើងដំណើរការល្អបាទជាពិសេសអ្នកដែលមានបញ្ហាបេះដូងកន្ត្រាក់បេះដូងដើរមិនស្មើហ្នឹងណាយើងពិសាទឹកអ៊ីដ្រូសែនជាប្រចាំទៅនឹងធ្វើឲ្យបេះដូងយើងទទួលបានសុខភាពល្អជាក់ស្ដែងការប្រើប្រាស់គឺយើងមានសម្រាប់អ្នកដែលធម្មតាញ៉ាំជាប្រចាំយើងអាចប្រើប្រាស់ចុចប៊ូតុងតែម្ដងទេបាទបងហើយចំពោះអ្នកដែលហាត់ប្រាណដែលគាត់ប្រើប្រាស់សាច់ដុំច្រើនបាទអញ្ចឹងគាត់អាចចុច2ដងដើម្បីប្រើប្រាស់សម្រាប់យើងពេលយើងហាត់ប្រាណជួយឲ្យសាច់ដុំយើងត្រឡប់មកធម្មតាបានលឿនបាទចំពោះលេខវាចុចយើងប្រើលើកទី1សម្រាប់ធម្មតាវាឡើងពី300ទៅ400បាទដល់ពេលយើងចុច2ដងសម្រាប់អ្នកហាត់ប្រាណគឺវាអាចឡើងពី600ដល់700បាទបងអូច្រើនបងបាទយើងមានឧបករណ៍វ៉ាត់ចឹងវាបំលែងមិនដែរបងចង់ឃើញបាទអញ្ចឹងយើងអត់មានរបាក់ទេយើងចាក់ទឹកចូលចឹងហើយយើងគ្រាន់តែចុចចឹងមកណាអានេះទឹកខ្ញុំប្រើខ្ញុំញ៉ាំអស់ពាក់កណ្ដាលហើយណាឃើញទេពពុះបងប្អូនពពុះបាទអញ្ចឹងវាធ្វើអេឡិចត្រូលិកហ្នឹងវាបំបែកទឹកហ្នឹងយើងអត់មានដាក់លបាយអីអត់មានថ្នាំអីទេបាទចុះយើងអាចបើកប្រហែលនាទីមិនអាចញ៉ាំបានជាទូទៅលើកទី1ហ្នឹង3នាទីយើងទុកចោល3នាទីហើយយើងបើកញ៉ាំទៅក្តៅទេបងទឹកអត់ទេធម្មតាអញ្ចឹងមិនមែនពពុះហ្នឹងមិនមែនមានន័យថាទឹកហ្នឹងវាក្តៅទេអត់ទេគាត់តែបាត់ពពុះចឹងអាចញ៉ាំបានហើយបាទអូអានេះវាកំពុងបំលែងត្រូវហើយបងបាទហើយវាមានរសជាតិរៀងប្លែកជាងទឹកធម្មតាបន្តិចអញ្ចឹងបងបាទទាំងក្លិនទៀតណាចុះបងអានេះខ្ញុំឃើញបងដាក់មួយដបទឹកសុទ្ធនេះមិនវិញបាទឧបករណ៍យើងនេះវាមានអត្ថប្រយោជន៍ច្រើនដូចថាឥឡូវយើងប្រើតែនេះវាជាកែវណាហើយលោធ្លាក់ទៅបែកទៅយើងអាចយកមូលជាមួយដបទឹកសុទ្ធអញ្ចឹងបណ្ដោយទៅណាហើយយើងចុចប្រើអញ្ចឹងទៀតទៅណាវាបំបែកអញ្ចឹងមកបងប្អូនឃើញពពុះទេបាទអញ្ចឹងអានេះយើងប្រើថាប្រើយូរបានអញ្ចឹងប្រើនេះប្រើតកូនតចៅវិញប្រើតចៅទួទៀតទៅសំខាន់យើងដាក់មួយដបទឹកនេះបានអញ្ចឹងមានន័យថាមិនបាច់ខ្វល់រឿងដបនេះទេព្រោះដបនេះកែវខ្លាយលោបងប្អូនដាក់តាមឡានឬដាក់លើតុកវិសដៃធ្លាក់បែកប្រើមួយដបទឹកសុទ្ធផ្ទាល់បានហើយនេះធ្វើប្រតិកម្មធម្មតាចេញពពុះអ៊ីដ្រូសែនមកធម្មតាហើយបងក៏បានបញ្ជាក់ដែរថាឡើងដល់លើកទី1 3ទៅ400បាទលើកទី2សម្រាប់អ្នកហាត់ប្រាណណាអាហ្នឹងវាត្រូវជំនួយសាច់ដុំថែមបងត្រូវបាទវាធ្វើឲ្យសាច់ដុំយើងបានស្រូបយក
hydrogen ទៅធ្វើឲ្យវាឆាប់រសាយបាទវាការចុករោយអីវាឆាប់រសាយណាបាទវា refresh មកវិញបាទក្រៅពីជួយដល់សុខភាពបេះដូងគឺវាជួយដល់តម្រងនោមអូតម្រងនោមទៀតបាទធ្វើឲ្យការលាងសម្អាតតម្រងនោមបានប្រសើរល្អបាទហើយមួយទៀតហ្នឹងគឺជួយដល់ស្បែកនារីយើងចង់បានក្មេងជាងវ័យអីណាបាទគឺយើងញ៉ាំទឹកដែលបំបែក hydrogen ជាប្រចាំទៅធ្វើឲ្យស្បែកយើងនឹងស្រស់ស្អាតជាងបាទធម្មតាដូចបងប្អូនដឹងហើយសម្រាប់hydrogen ជួយបានច្រើនមែនបាទជួយបានមិនមែនជួយទាំងសំចៃសម្រាប់ឡានទេណាបំលែងទៅបានច្រើនហើយការបងជជែកមកខ្ញុំលើកមុនក៏បងប្រាប់ដែរថា hydrogen មិនមែនតែសន្សំសំចៃសម្រាប់ឡានទេគេយកទៅដាក់នៅក្នុងវិស័យសុខាភិបាលទៀតបាទមានទាំងជួយដល់ដង្ហើមទៀតហើយនេះបំលែងជាមួយទឹកសម្រាប់សុខភាពបាទអញ្ចឹងបងមួយទៀតនេះបងបង្ហាញដុំខ្ញុំនេះតែបងប្រាប់ខ្ញុំត្រួសប៉ុន្តែអត់តន់ច្បាស់ហើយខ្ញុំក៏ចង់ឲ្យបងគាត់បញ្ជាក់ពីដុំនេះទៅប្រាប់បងប្អូនដែរព្រោះដុំមួយដុំប្រព័ន្ធពីធ្នាប់ដៃយើងអត់ដឹងថាតើវាអាចជួយអីបានខ្លះបាទនេះលើសូថាបំពាក់ជាមួយរថយន្តត្រូវបាទអញ្ចឹងវាអាចជំនួយអីខ្លះដែរបងដុំនេះឈ្មោះអីដែរហើយជំនួយទៅលើអីខ្លះបាទសម្រាប់រថយន្តដុំនេះយើងឧបករណ៍នេះយើងហៅ Eco បាទបងបាទ Eco សម្រាប់និយាយចំហ្គាសទឹកយើងដាក់បំពាក់លើរថយន្តជាច្រើនមកហើយបាទបងបាទអញ្ចឹងវាជួយឲ្យខ្លាំងបាទវាជួយឲ្យខ្លាំងហើយជួយសំចៃចាក់ស្ដែងឧបករណ៍នេះមានភ្ញៀវគាត់ប្រើហើយបាទប្រើមុនខ្ញុំយកមកបាទពេលខ្ញុំឃើញគាត់ប្រើខ្ញុំសួរគាត់ថាអាហ្នឹងជួយកាត់បន្ថយសាំងបានច្រើនទៀតបាទបងបាទដោយសារវាដំណើរការជា Eco Mode ណាបាទអញ្ចឹងរថយន្តមួយចំនួនការប្រើប្រាស់ Eco Mode គឺវាធ្វើឲ្យរថយន្តខ្សោយក៏ប៉ុន្តែនៅពេលដែលរថយន្តបំពាក់ហ្គាសទឹកហើយរឿងខ្សោយលែងមានហើយបាទអញ្ចឹងយើងបន្ថែម Eco Mode ចូលទៅទៀតអញ្ចឹងការសំចៃប្រេងហ្នឹងបានកាន់តែច្រើនអញ្ចឹងវាថាឡានមួយចំនួនដែលមាន Eco Mode ប្រើទៅមិនសំចៃប៉ុន្តែវារៀងថយកម្លាំងព្រោះ Eco Mode អាចធ្វើឲ្យខ្លាំងបានទេខ្លាំងមានន័យថាវាទៅជាស៊ីហើយអញ្ចឹងសម្រាប់ឡានដែលមាន Eco Mode បើបំពាក់អានេះទៅវាកាន់តែសំចៃប៉ុន្តែវារៀងខ្សោយប៉ុន្តែបើសិនជាបញ្ចូលមួយហ្គាសទឹកទៀតវាលែងខ្សោយហើយបាទអញ្ចឹងចំពោះរថយន្តដែលបំពាក់ហ្គាសទឹកហើយរឿងខ្សោយគឺវាអត់ស្រាប់ហើយបាទអញ្ចឹងដាក់ Eco Mode ចូលទៀតគឺរឿងខ្សោយហ្នឹងក៏អត់មានដែរបាទតែជួយសន្សំចៃថែមទៀតប៉ុន្តែនេះយើងនិយាយយើងជជែកទៅលើតឡាន Eco Mode ទេប៉ុន្តែបើសិនជាឡានអត់ Eco Mode បំពាក់ទៅវាទៅជាមាន option Eco Mode ថែមហ្នឹងហើយដោយសារឡានមួយចំនួនដូចឡានឧបករណ៍នេះអាចប្រើបានឆ្នាំ96ឡើងអូចាប់ពី96បាទ96ឡើងអញ្ចឹងគាត់អាចប្រើឧបករណ៍នេះវាមាន option Eco Mode ដែរបាទអញ្ចឹងគាត់ប្រើមួយហ្គាសទឹកទៀតការសន្សំសំចៃកាន់តែប្រសើរឡើងបាទបងបាទអូខេបងតែអានេះយើងប្រើបានតែជាមួយឡានសាំងតែបងឡានសាំងក៏បានហើយនឹងឡានសុទ្ធនេះអញ្ចឹងយើងមានពីរពណ៌ណាបាទអញ្ចឹងពណ៌ទឹកសមុទ្រនេះសម្រាប់ឡានសុទ្ធបាទបងឡានសម្រាប់ធ្វើចេកនេះសម្រាប់ឡានសាំងបាទបងអញ្ចឹងបងសម្រាប់ដុំនេះដុំ Eco Mode នេះហើយនឹងដបទឹក hydrogen បើសិនជាគាត់ចង់បានធ្វើមិនបងទិញមានអីតលទិញមិនបានខ្ញុំមិនមែនសួរនឹងសួរដល់គាត់បាទតែគាត់តម្លៃធូរថ្លៃទេណាអូខេអានេះមួយម៉ានហ៎បងបាទតម្លៃតែ$19ទេចុះដបទឹកបងបាទដបទឹកតម្លៃតែ$39ទេ$39បាទតម្លៃនេះបើប្រៀបធៀបនៅបរទេសគឺខុសគ្នាច្រើនអញ្ចឹងបើពីរហ្នឹងវាចូល$50ជាង58បាទ760ប៉ុន្តែនៅក្នុងឱកាសនេះគឺដើម្បីអបអរសាទរប្រាសាទអង្គរវត្តយើងបាទដែលចូលជាបេតិកភណ្ឌពិភពលោករយៈពេល33ឆ្នាំហើយអញ្ចឹងបងក៏ឆ្លៀតឱកាសពេលនេះដើម្បីជាកាដូដល់បងប្អូនដែលកំពុងទស្សនាបាទគឺយើងមានការបន្ថែមតែម្ដងនៅពេលដែលបងប្អូនមកបំពាក់ហ្គាសទឹកបាទគឺយើងនឹងបន្ថែមឧបករណ៍ Eco Mode នេះ free តែម្ដងបាទហើយនឹងថែមជូនដល់ដប hydrogen នេះfree ដែរបាទដល់គាត់តែមួយគូនឹងតែម្ដងថែមគូនឹងអញ្ចឹងមានន័យថាអានេះតម្លៃ$19ជាងអានេះតម្លៃវា$39បាទអញ្ចឹង$58ដូចខ្ញុំបានជម្រាបបងប្អូនអញ្ចឹងថាបងប្អូនទស្សនាវីដេអូនេះដល់ចុងវីដេអូឬក៏ដល់ចប់វីដេអូបងចំណេញរហូតដល់$59បាទ58សំទោស$58ហើយយើងពិតជាមានមោទនភាពមែនតើកូនខ្មែរស្រឡាញ់ខ្មែរចង់ឲ្យបងប្អូនគ្រប់គ្រងផលិតផលខ្មែរហើយចង់ឲ្យបងប្អូនស្គាល់ថាអ្វីដែលជារបស់កូនខ្មែរបង្កើតអញ្ចឹងក្នុងនាមយើងជាកូនខ្មែរអត្តសញ្ញាណខ្មែរយើងអត់ចោលទេជាកាដូមួយសម្រាប់បងប្អូនទាំងអស់គ្នាដែលអបអរសាទរប្រាសាទអង្គរវត្តចូលទៅក្នុងបេតិកភណ្ឌរយៈពេល33ឆ្នាំអញ្ចឹងបងប្អូន
complete control ផលិតផលខ្មែរព្រោះដូចនិយាយឲ្យនិយាយទៀតថាខ្មែរស្រឡាញ់ខ្មែរឲ្យតែងតែជួយខ្មែរគ្នាឯង បាទ มันអោបដៃចូលមើលទេ បាទ នេះបានសមជាផលិតផលរបស់ខ្មែរយើងអញ្ចឹងបងជាចុងក្រោយបងមានអីផ្ដាំផ្ញើទៅកាន់អតិថិជនរបស់បងដែលកំពុងតែប្រើប្រាស់ហើយនឹងមិនទាន់ប្រើប្រាស់ បាទឆ្លៀតឱកាសនេះដែរខ្ញុំបាទសូមថ្លែងអំណរគុណដល់បងប្អូនដែលតែងតែគ្រប់គ្រងហ្គាសទឹកកន្លងមក បាទបងបាទ បាទដែលធ្វើឲ្យយើងមានកម្លាំងក្នុងការស្រាវជ្រាវនិងធ្វើការអភិវឌ្ឍឧបករណ៍ហ្គាសទឹកយើងជាបន្តបន្ទាប់ដូចជាការបង្កើតនៅឧបករណ៍ Eco Mode នេះបន្ថែមទៀតដែរបាទ អញ្ចឹងបងប្អូនពីខ្ញុំទៅជាមួយនឹងបងវាសនាដែលជាស្ថាបនិកផ្ទះទឹកមានតែប៉ុណ្្នឹងឯងបងប្អូនជម្រាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ